នៅលើបណ្ដាញ social media យើងឃើញបងប្អូន content creator ព្យាយាមបង្កើតមាតិកាល្អៗជាច្រើនដើម្បីចែករំលែកនៅក្នុងបណ្ដាញសង្គមហើយក៏ដូចជាដើម្បីបង្កើននូវភាពតាក់ទាញចំណាប់អារម្មណ៍ទទួលបានការ view ចូលទៅមើល like share ច្រើនអីចឹងទៅខ្ញុំកំពុងតែគិតខ្លួនឯងថាតើគួរបង្កើត content បែបណាដែលថ្មីប្លែកហើយមានការជួយគ្រប់គ្រងតាមដានមើលពីបងប្អូនសូមបងប្អូនជួយឲ្យជាយោបល់ខ្ញុំមើលបាទតើគួរធ្វើ content បែបណាទៅដែលថ្មីគេឯងមិនទាន់មានធ្វើណាបាទខ្ញុំកំពុងគិតថាបងប្អូនយល់យ៉ាងណាដែរបើសិនជាខ្ញុំចង់ធ្វើជាលក្ខណៈ book review ពីព្រោះខ្ញុំមានសៀវភៅជាច្រើនដែលខ្ញុំបានអានដោយបងប្អូនឃើញនៅទីនេះខ្ញុំមានសៀវភៅកម្លាំងការគិតបែបវិជ្ជមានសៀវភៅយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំសៀវភៅថ្មីទៅអានសៀវភៅ Einstein បាទ Einstein ប្រហែលជាបងប្អូនបានស្គាល់គាត់ហើយគាត់នេះស្ទីលសម័យសង្គ្រាមលោកលើកទី2ដែលទម្លាក់នៅប្រទេសជប៉ុនធ្វើឲ្យជប៉ុនចុះចាញ់សង្គ្រាមលោកទី2ណាទម្លាក់នៅ Hiroshima Nagasaki ហ្នឹងគាត់ហ្នឹងហើយបាទហើយសៀវភៅដែលល្អមួយទៀតគឺយើងហៅថាសៀវភៅសិល្បៈចងមិត្តបន្ទន់ចិត្តអ្នកដទៃ influence people ណាបាទនេះ How to win friend ហ្នឹងសៀវភៅហ្នឹងក៏ល្អដែររបៀបយកឈ្នះចិត្តអ្នកដទៃសៀវភៅហ្នឹងល្អខ្ញុំ recommend បងប្អូនអានចុះខ្ញុំចង់សួរជាយោបល់បងប្អូនយល់យ៉ាងណាដែរបើសិនជាខ្ញុំចង់ធ្វើការចែករំលែកទៅលើការអានសៀវភៅនៅក្នុង channel Telegram ខ្ញុំមានចែករំលែកសៀវភៅល្អៗជាច្រើនបងប្អូនអាច download យកសៀវភៅទាំងអស់ហ្នឹងបានពីក្នុង channel Telegram ខ្ញុំហើយខ្ញុំរងចាំការផ្ដល់ជាមតិយោបល់ពីបងប្អូនតើ content បែបណាដែលខ្ញុំគួរធ្វើបាទសូមអរគុណ